ទំនងញ៉ាំឆ្ងាញ់កាត់យប់បងប្អូននេះខ្ញុំមកប្រាប់ពីរបៀបញ៉ាំវាហឹលងាយៗនៅផ្ទះបងប្អូនជុំគ្នាវិធីងាយៗទេសម្រាប់គ្រួសារបងប្អូនឃ្លានអត់ចង់ទៅហាងចង់ធ្វើញ៉ាំខ្លួនឯងជាពិសេសស្រីៗគ្នាយើងប្រុសៗក៏ធ្វើបានដែរបងប្អូនទៅតាមចំណង់ចំណូលចិត្តដែលយើងចង់ធ្វើអញ្ចឹងណាធ្វើនៅផ្ទះយើងមានយើងទិញមីហឹលហើយយើងទិញបន្លែមកបងប្អូនមានស្ពៃក្តោបយើងយកពណ៌ក្រហមមកឲ្យស្អាតដូចគេធ្វើនៅតាមហាងអញ្ចឹងណាហើយយើងមានផ្កាស្ពៃយើងយកផ្កាស្ពៃពណ៌ខៀវមកស្អាតដែលភាសាអង់គ្លេសគេហៅថា broccoli បងប្អូនចាហើយយើងមានបន្លែច្រើនទៀតតែបើសិនណាបងប្អូនទិញគំជីមកដាក់បន្តិចអត់តែឆ្ងាញ់ហ្មងតែខ្ញុំទៅផ្សារខ្ញុំភ្លេចទិញហ្មងគំជីចឹងខ្ញុំទិញបានតែផ្សិតម្ជុលផ្កាស្ពៃហើយនឹងស្ពៃបូកូញ៉ែបងប្អូនហើយយើងមានប្រហិតបងប្អូនដាក់ប្រហិតរឹតតែឆ្ងាញ់តែបើសិនណាបងប្អូនចូលចិត្តគ្រឿងសមុទ្រទិញគ្រឿងសមុទ្រមានបកាមានមឹកមកប៉ុន្តែខ្ញុំធ្វើជាលក្ខណៈម្ហូបបួសបងប្អូនខ្ញុំទិញតូហ្វូដែលយើងហៅភាសាខ្មែរយើងហៅថាតៅហ៊ូបងប្អូនអូបងប្អូនអើយយើងយកជាតិសណ្ដែកគឺឆ្ងាញ់ហ្មងដាក់ទៅមានជាតិចាប់ហ្មងហើយបន្លែមួយចានដែរនឹងអាស្រ័យទៅលើចំណង់ចំណូលចិត្តបងប្អូនបើសិនណាបងប្អូនចង់ញ៉ាំនៅហាងក៏បានញ៉ាំធ្វើនៅផ្ទះញ៉ាំខ្លួនឯងក៏បានចំណាយលុយតិចហើយបានញ៉ាំគ្រប់គ្នាអញ្ចឹងណាបងប្អូនហើយចំពោះមីខ្ញុំជ្រើសយកមីកញ្ចប់ធំតែខ្ញុំយកពណ៌ក្រហមអញ្ចឹងពួកខ្ញុំចូលចិត្តហឹលអញ្ចឹងយើងយកកញ្ចប់ហឹលបែបការ៉េបងប្អូនអូយឆ្ងាញ់សាហាវយើងចិត្តបដាយើងនិយាយគ្នាបដាអញ្ចឹងណាយើងធ្វើញ៉ាំពេលល្ងាចជួបជុំបងប្អូននេះបងប្អូនបន្លែមួយចានដែរមីពីកញ្ចប់ហ្នឹងអាចញ៉ាំបានច្រើនគ្នាបងប្អូនអើយសិនមកចូលប្រើតែម្ដុំបានយើងប្រើតែម្ដុំហើយយើងបេះតូចមកយើងបេះជាតូចយើងញ៉ាំឆ្ងាញ់បើធំពេកយើងញ៉ាំអាហ្នឹងអាស្រ័យលើចំណង់ចំណូលចិត្តបងប្អូនទេប៉ុន្តែខ្ញុំចូលចិត្តប្រឡេះចេះហើយយើងបេះបដាយើងនិយាយគ្នាបដានេះតំណម្យ៉ាងនេះចាប់ផ្ដើមដាំទឹកហើយយើងដាក់គ្រឿងយើងដាក់មី2ដុំបងប្អូនញ៉ាំសល់នេះគ្រឿងហឹលបងប្អូនកុំភ្លេចគ្រឿងហឹលមីហឹលឆ្ងាញ់នឹងគ្រឿងរបស់វាហ្នឹងឯងមានដូចជាខ្លាញ់របស់មីគេហៅនេះគេហៅប្រភេទគ្រឿងហឹលណាបងប្អូននិយាយរួមទៅយើងកុំភ្លេចដាក់គ្រឿងរបស់វាយើងដាក់ទាំងអស់ទៅទាំងពីរកញ្ចប់ហ្នឹងយើងដាក់ទៅហើយឲ្យមានរសជាតិល្មមឆ្នាំងប៉ុណ្ណេះយើងដាក់បាន2ដុំហើយយើងដាក់បន្លែនឹងសល់ទៀតបងប្អូនអើយញ៉ាំទៅឆ្ងាញ់មែនទែនហ្មងណាហើយដល់ពេលយើងពុះគ្របទុកមួយសន្ទុះគ្របទុកមួយសន្ទុះឲ្យសពបន្លែសពអីក្រោយមកគឺយើងញ៉ាំបានហើយនេះបងប្អូនបញ្ជាក់បន្តិចឆ្នាំងប៉ុណ្ណេះយើងញ៉ាំគ្នា3នាក់ញ៉ាំសល់ណាបងប្អូនហើយតូហ្វូឆ្ងាញ់ហ្មងគេហៅខ្មែរយើងហៅតូហ្វូខ្ញុំច្រឡំតែប្រហិតណាតូហ្វូហ្នឹងពពួកតាហ៊ូប៉ុន្តែគេធ្វើពីសណ្ដែកបងប្អូនសាកទិញញ៉ាំមើលគឺឆ្ងាញ់ហ្មងណាគេញ៉ាំសប្បាយចិត្តមែនទែនហ្មងញ៉ាឃើញតំណងឯងបងប្អូនតំណងណាធ្វើញ៉ាំងាយនៅផ្ទះព្រោះយើងមិនមានគ្រឿងគ្រប់ដូចគេប៉ុន្តែយើងមានរសជាតិមីហឹលយើងចង់ដាក់អីយើងដាក់នឹងពួកខ្ញុំអត់ចង់ញ៉ាំប្រភេទគ្រឿងសមុទ្រឬសាច់គោអីទេដោយសារតែពួកខ្ញុំចូលចិត្តតៅហ៊ូយើងធ្វើជាម្ហូបពោះញ៉ាំម្ដងព្រោះយើងញ៉ាំសាច់ច្រើនដែរហើយបងប្អូនចាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់យើងខ្ញុំបាយបាយ